วิธีប្រើប្រាស់ល្ងក្នុងការព្យាបាលជំងឺលើឈាមតើយើងគួរប្រើល្ងយ៉ាងដូចម្តេចដែរបាទសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញឲ្យបងប្អូនយល់ពីរបៀបទាំងនេះក្នុងការព្យាបាលជំងឺលើសម្ពាធឈាមការប្រើប្រាស់ល្ងជាពិសេសល្ងខ្មៅជាជំនួយសម្រាប់សុខភាពសម្ពាធឈាមគឺជាវិធីសាស្ត្រធម្មជាតិមួយដែលគេនិយមប្រើព្រោះវាសម្បូរទៅដោយសារជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម និងសារធាតុម្យ៉ាងទៀតហៅថាសេសានីតដែលជួយសម្រួលដល់ចរន្តឈាមវិធីរៀបចំនិងប្រើប្រាស់ល្ងដើម្បីទទួលបានសារធាតុចិញ្ចឹមពេញលេញបងប្អូនគួរតែអនុវត្តដូចខាងក្រោមនេះដោយសារល្ងមានសម្បករឹងដូច្នេះបងប្អូនគួរតែលីងវាហើយបុកវាល្មមបែកល្មមក្នុងការបងប្អូនដាក់លាយស្រួលជាមួយនឹងចំណីអាហាររបស់បងប្អូនដែលបងប្អូនហូបប្រចាំថ្ងៃចំនួនល្ងដែលបងប្អូនគួរតែយកមកប្រើប្រាស់ប្រចាំថ្ងៃបងប្អូនត្រូវតែយក1ខាំឬក៏2ស្លាបព្រាបាយរបៀបប្រើប្រាស់ល្ងក្រោយពីពេលដែលបងប្អូនលីងវារួចហើយបានគឺបងប្អូនត្រូវបុកវាឲ្យល្អិតបន្តិចបានហើយបងប្អូនយកវាមកប្រើតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាទឧទាហរណ៍3ចំណុចនេះគឺទី1បងប្អូនអាចលាយក្នុងបន្លែដែលបងប្អូនបានស្ងោរហើយឬក៏ញ៉ាំហើយបងប្អូនអាចដាក់លាយវាបាទហើយទី2បងប្អូនអាចយកវាមកធ្វើជាភេសជ្ជៈឬក៏បង្អែមអ្វីមួយដែលបងប្អូនពេញចិត្តដូចជាបងប្អូនអាចក្រឡុកវាជាមួយទឹកដោះគោស្រស់ឬក៏ទឹកសណ្តែកបាទហើយរបៀបធ្វើគឺយើងកុំធ្វើយ៉ាងណាកុំឲ្យវាមានរសជាតិផ្អែមខ្លាំងពេកទី3គឺបងប្អូនអាចញ៉ាំជាមួយបាយឬក៏បាយអង្ករសម្រូបឬក៏បងប្អូនអាចលីងវាទុកហើយបុកវាល្អិតរួចហើយបងប្អូនច្រកដាក់ក្នុងកំប៉ុងទុកដើម្បីធ្វើការហូបលេងជាអាហារសម្រន់ប្រចាំថ្ងៃក៏បានសម្រាប់ពិធីកែច្នៃផ្សេងទៀតអាស្រ័យទៅលើបងប្អូនចេះដោយខ្លួនឯងថាតើបងប្អូនអាចយកប្រេងល្ងអាចយកជីវជាតិល្ងនេះមកប្រើបានតាមរយៈណាអញ្ចឹងបងប្អូនអាចកែច្នៃដោយខ្លួនឯងមិនចាំបាច់តែបងប្អូនធ្វើដូចដែលខ្ញុំបានបញ្យល់ទេបងប្អូនអាចមានវិធីសាស្ត្រណាមួយធ្វើដោយខ្លួនឯងបាទសំខាន់បំផុតគឺបងប្អូនគួរតែលីងវាឲ្យបានឆ្អិនបន្តិចមកបាទលីងវាទៅវាយ៉ាងផ្ទុះនោះបងប្អូនអាចយកវាមកប្រើបានហើយអញ្ចឹងបច្ចេកទេសក្នុងការប្រើអាស្រ័យទៅលើបងប្អូនខ្លួនឯងទេបងប្អូនកែច្នៃរបៀបម៉េចធ្វើជានំធ្វើជាបង្អែមធ្វើជាភេសជ្ជៈដាក់លាយជាមួយចំណីអាហារផ្សេងទៀតអាហ្នឹងអាស្រ័យទៅលើបងប្អូនបាទតែសំខាន់បំផុតបងប្អូនយកវាមកប្រើប្រចាំថ្ងៃគឺអាចទៅជាមួយខាំបាទ2ទៅ3ស្លាបព្រាបាយគឺសមស្របហើយបាទខ្ញុំចង់បង្ហាញជូនបងប្អូននៅអត្ថប្រយោជន៍របស់ល្ងម្ដងទៀតបាទគឺវាមានសារជាតិល្អសម្រាប់ជួយសម្រួលទៅដល់ជំងឺលើឈាមរបស់យើងបាទដោយសារវាសម្បូរទៅដោយជាតិម៉ាញ៉េស្យូមបាទជួយឲ្យសរសៃឈាមយើងរីកធំនិងកាត់បន្ថយការកន្ត្រាក់ខ្លាំងដែលជាកត្តាធ្វើឲ្យឈាមឡើងកាន់តែខ្ពស់បាទទីមួយទៀតគឺវាសម្បូរទៅដោយសារជាតិអុកស៊ីតកម្មជួយការពារស្រទាប់ខាងក្នុងនៃសរសៃឈាមមិនធ្វើឲ្យស្ទះសរសៃឈាមហើយវាសម្បូរទៅដោយពពួកខ្លាញ់ល្អដែលជួយកម្ចាត់នៅខ្លាញ់អាក្រក់បាទហៅបានថាវាសម្បូរទៅដោយពពួកអូមេហ្គា3ហើយអូមេហ្គា3ជាប្រភេទដែលខ្លាញ់ល្អបាទជួយកម្ចាត់នៅខ្លាញ់អាក្រក់ LDL បាទហើយទី3នេះគឺការប្រុងប្រយ័ត្នគឺយើងបាទពិតមែនតែល្ងវាជួយសម្រួលដល់ជួយព្យាបាលនៅសម្ពាធឈាមឡើងរបស់យើងហើយក៏ប៉ុន្តែបាទបងប្អូនធ្វើយ៉ាងណាត្រូវរក្សាថាកុំឲ្យហូបប្រៃបាទហើយកុំបញ្ឈប់ការហូបថ្នាំពេទ្យបាទហូបទឹកឲ្យបានច្រើនបាទមិនមែនថាយើងប្រើល្ងហើយស្រាប់តែយើងហូបអីម៉ាសេរីហូបប្រៃក៏ហូបបាទហូបខ្លាញ់ក៏ហូបផ្អែមខ្លាំងពេកក៏ហូបបាទវាធ្វើឲ្យសម្ពាធឈាមយើងអត់ចុះទេហើយទី2បាទថ្នាំបាទបងប្អូនមិនគួរណាបោះចោលថ្នាំទេបើសិនជាបងប្អូនគ្រប់គ្រងអត់ទាន់បានល្អអញ្ចឹងយ៉ាងកំសុយក៏បាន1ឆ្នាំទៅ2ឆ្នាំដែរបងប្អូនពិគ្រោះជាមួយនឹងគ្រូពេទ្យថាយើងគួរផ្អាកព្យាបាលថ្នាំលើឈាមឬក៏អត់ទេប៉ុន្តែយោបល់របស់ខ្ញុំគួរតែកាត់បន្ថយថ្នាំតិចតួចបើសិនជាបងប្អូនគ្រប់គ្រងបាទជំងឺលើឈាមនឹងបានរយៈពេលយូរបាទអញ្ចឹងយើងមិនផ្ដាច់វាទាំងអស់ទេហើយទី2បងប្អូនគួរតែហូបទឹកឲ្យបានច្រើនដូចដែលបានជម្រាបខាងដើមបាទអញ្ចឹងជាចុងក្រោយខ្ញុំអត់មានអ្វីចែកជូនដល់បងប្អូនទៀតទេមានតែប៉ុណ្្នឹងទេបាទហើយក៏សូមជម្រាបលាបងប្អូនអរគ្នាអរគុណយ៉ាងខ្លាំងដែលបងប្អូនគាំទ្រនៅវីដេអូរបស់ខ្ញុំ